ត solo trip នៅសៀមរាបថ្ងៃទី3ថ្ងៃចុងក្រោយនេះគឺអត់សូវតាមបានច្រើនកន្លែងទេដោយសារតែងើបរៀងយឺតដល់ពេលចឹងទៅបាយព្រឹកមួយបាយថ្ងៃនេះគឺញ៉ាំចូលគ្នាហ្មងហើយខ្ញុំប្រហែលទាំងអស់ប្រហែលមុខហ្នឹងគឺខ្ញុំចាយមួយថ្ងៃពេញហ្មងមានតាំងពីបាយព្រឹកបាយថ្ងៃលាយចូលគ្នាជាមួយនឹងហាង matcha ហាងកាហ្វេហ្នឹងហើយបន្តមកគឺយប់ឡើងគឺញ៉ាំអីតិចតួចអញ្ចឹងព្រឹកឡើងហ្មងគឺខ្ញុំងើបមកប្រហែលជាម៉ោង9ជាង10ដែរអញ្ចឹងក៏មកញ៉ាំបាយព្រឹកមួយបាយថ្ងៃស្របចូលគ្នាហ្មងគឺនៅឆាលរហូតនៅកន្លែងនេះគឺខ្ញុំចង់ទៅម្ដងដល់ពេលឥឡូវបានទៅបន្តនិយាយពីថាតម្លៃម្ហូបនៅខាងកូនហ្នឹងគឺគួរសមទេគឺមិនចាំតែ 5000 ទេហើយបាកាហ្វេអាកូនេះវិញដូចជាមួយកែវនឹង 4000 សម្រាប់បាយមួយចាននឹងវិញគឺជាបាយពងទាជាមួយនឹងសាច់ខដំបងឡើយខ្ញុំចង់កំងបាយឆាលហូបចឹងគ្រាន់តែបោកគេអស់ដល់ពេលចឹងទៅក៏យកមួយនឹងហ្មងទៅជីក៏ឆ្ងាញ់មួយយ៉ាងដែរបន្ទាប់ពីញ៉ាំហើយចឹងក៏ហៅកាហ្វេមកកន្លែងទៀតនៅហាងកាហ្វេកាំមើហាងកាហ្វេហ្នឹងគឺខ្ញុំខានទៅប្រហែលឆ្នាំហើយដល់ពេលទៅលើនេះគឺគេអាប់ដេតធំជាងមុនទៀតចឹងរបៀបថាកន្លែងអង្គុយនៅខាងកូនហ្នឹងគឺទលាជាងមុនប៉ុន្តែបើតម្លៃមើលជាតិហ្នឹងគឺនៅតែទេបន្ទាប់ពីអង្គុយនឹងបាន1ម៉ោង2ម៉ោងហើយក៏ជិះពីនឹងទៀតទៅហាង matcha ម្ដងហាង matcha នេះគឺខ្ញុំឃើញគេផុសច្រើនមែនតើហ្មងគេថា matcha នៅកន្លែងកូនហ្នឹងគឺឆ្ងាញ់ដល់ពេលចឹងក៏ទៅសាក់ដែរហ្មងបើតម្លៃវិញអាចមើលតាមនេះបានចឹងដូចជាមួយកែវរបស់គេហ្នឹង4-5មេឡើងចឹងទៅចូលទៅដល់និយាយពីការដេកនៅខាងកូនហ្នឹងគឺស្អាតមែនហើយខ្ញុំក៏បានកំងmatcha លេខជាមួយនឹង corn syrup មួយហ្នឹងគឺឆ្ងាញ់មែនពេលដែលបឺតមកដល់ឈ្ងុយពោតហ្មងហើយគឺគេមានថានំនេះឲ្យមួយចេញពីនឹងហើយរៀងល្ងាចតិចក៏ទៅញ៉ាំផ្អែមនៅកន្លែងកូននេះនំខ្មែរនៅកន្លែងកូននេះគឺមានតាំងពីនំអាកោខ្ទិះផងនំត្រឡងដូចនំពពាយនំលពៅហ្នឹងនៅខាងគាត់មានបើតម្លៃវិញដូចជាមួយផ្អោនឹង5000តែខ្ញុំចាំមកដល់សារតែខ្ញុំទិញយូរដែរបើនិយាយពីរសជាតិវិញគឺផ្អែមនៅខាងកូននឹងហ្មងឆ្ងាញ់មែនពេលដែលញ៉ាំទៅគឺអត់សូវផ្អែមទេជាពិសេសមកគឺនំលពៅខាងកូននឹងគឺ the best ចេញពីនឹងហើយប្រហែលជាម៉ោង5-6ក៏ហៅហាង matcha មកកន្លែងទៀតហាង matcha នេះគឺខ្ញុំជិះកាត់លេងទេខ្ញុំឃើញមានតំណងអញ្ចឹងក៏ចូលមកទៅគ្រាន់តែខ្ញុំចូលទៅដល់ហ្នឹងគឺហាងមកកូនហ្នឹងគឺស្ងាត់មែនតើខ្ញុំមិនដឹងថាមកពីអីដែរអញ្ចឹងហើយខ្ញុំក៏បានកំងmatcha លេងមួយ passion បើនិយាយពីរសជាតិវិញគឺ matcha នៅខាងកូនហ្នឹងគឺឡើង creamy ហើយខាប់ឆ្ងាញ់បឺនមកគឺដល់ជាតិ matcha ហ្មងបន្ទាប់ពីញ៉ាំនឹងហើយដល់ម៉ោង6ជាងអីហ្នឹងក៏មកឲ្យញ៉ាំតិចតួចនៅកន្លែងនេះកន្លែងកូនហ្នឹងគឺឈ្មោះផ្ទះឆានៅសៀមរាបសម្រាប់មនុស្សនៅខាងកូនហ្នឹងគឺមានតាមតម្លៃដែរអញ្ចឹងខ្ញុំក៏បានយកម្ចាស់នេះយកចម្រុះហ្មងគឺម្ចាស់ហ្នឹង22000ក្នុងហ្នឹងគឺមានលាយហ្មងមានតាមពីគ្រឿងសមុទ្រជាមួយនឹងហុកដកជាមួយនឹងពោតទៅលាយចូលគ្នាហ្មងបើនិយាយពីរសជាតិវិញគឺគាត់លាយគ្រឿងមកដល់ best ហ្មងនិយាយមែនរបៀបថាគ្រឿងនៅខាងកូនហ្នឹងគឺអត់ដុតពេកក៏អត់សាពេកដែរប៉ុន្តែមកល្មមហ្មងគ្រាន់តែប៉ុណ្្នឹងប្រហែលម៉ៃហិងតិចសម្រាប់ខ្ញុំដែរអញ្ចឹងបន្ទាប់ពីនឹងហើយដល់រៀងយប់តិចក៏យកវ៉ាន់មកបេនឡានខ្ញុំបានបុកខេងតាមក្រុមហ៊ុនសាលី VIP ចេញមកហ្នឹងគឺមកមិន10កន្លះសម្រាប់ថ្លៃសបុតហ្នឹងគឺខ្ញុំជិះទៅពេញវិញដូចជាមកសបុតហ្នឹងតាម9នាជាងទេអាចឆែកមើលវីដេអូរបស់ខ្ញុំពីមុនបានគឺមានប្រម៉ូកូដ discount